និយាយស្រួលស្ដាប់ថាមាននាយករដ្ឋមន្ត្រីថ្មីឡើងមកអានឹងបាននីតិវិធីក្នុងការចរចាទ្វេភាគីហ្នឹងនឹងកើតឡើងអ្វីដែលជាចង់បើកវងកញ្ចក់ចំណុចត្រង់នេះជូនដល់បងប្អូនថាបើសិនជាបងប្អូនបានស្ដាប់ show ដែលខ្ញុំបានបង្ហាញកន្លងមកនៅប្រធានបទទី4ទី5នោះយើងឃើញហើយថាសំណួរសួរថាតើអ្នកណានឹងក្លាយទៅជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកស្រីផៃថងថានអានេះជាសំណួរមួយដែលយើងបងប្អូនខ្មែរប្រហែលជាចង់ដឹងដែរហើយខ្ញុំខ្លួនឯងផ្ទាល់មិនដឹងទេថាតើអ្នកណាឬក៏អិសរាជជនថៃណានឹងក្លាយទៅជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកស្រីផៃថងថានលោកស្រីផៃថងថានក៏ប៉ុន្តែដើម្បីឲ្យបងប្អូនអាចយល់បានហ្នឹងគឺវិធីនៅក្នុងការនឹងអាចមាននាយករដ្ឋមន្ត្រីថៃថ្មីនៅក្នុងប្រទេសថៃហ្នឹងមាន3ច្រកធំៗណាក្នុងស្ថានភាពបច្ចុប្បន្នច្រកទី1គឺលោកស្រីផៃថងថានប្រកាសរំលាយសភាចោលប្រកាសរំលាយសភាមានន័យថាបកគលអំណាចទាំងអស់ទៅឲ្យពលរដ្ឋហើយនឹងឈានទៅដល់ការរៀបចំការបោះឆ្នោតឡើងវិញរៀបចំការបោះឆ្នោតឡើងវិញចឹងហើយបើសិនជាក្នុងករណីនេះខ្ញុំមើលទៅនាយករដ្ឋមន្ត្រីថៃហ្នឹងគឺនឹងអាចមកពីគណៈបកប្រជាជនថៃជាពិសេសគណៈបកដែលមានយុវជនណាជាមានយុវជនជាអ្នកដែលដឹកនាំបច្ចុប្បន្ននេះព្រោះឥឡូវនេះយើងឃើញថាខ្មែរយើងឬក៏ថៃហ្នឹងដឹងថាពួកស៊ីសុំហ្នឹងគឺពួកពណ៌ទឹកក្រូចពួកពណ៌ទឹកក្រូចនេះសិតតែយុវជនដែលមានសមត្ថភាពសិតតែជាយុវជនដែលមានបទពិសោធន៍ទោះបីជាបទពិសោធន៍នៅក្នុងវិស័យនយោបាយតិចតួចក៏ដោយក៏ប៉ុន្តែជាយុវជនដែលមានសមត្ថភាពជោគជ័យនៅក្នុងវិស័យជំនួញទទួលបានការអប់រំខ្ពស់ណាពីអង់គ្លេសពីអាមេរិកអីជាដើមឡើងចឹងហើយបើសិនជាមានការបោះឆ្នោតឡើងវិញលទ្ធភាពខ្ពស់ណាស់នឹងអាចគណៈបកពណ៌ទឹកនឹងអាចទទួលបានការគ្រប់គ្រងពីប្រជាជនថៃហ្នឹងចំណុចទី1ច្រកទី2គឺលោកស្រីផៃថងថាននឹងលាឈប់ពីតំណែងនាយករដ្ឋមន្ត្រីហើយអនុញ្ញាតឲ្យសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយមិនចាំបាច់មានការបោះឆ្នោតពីពលរដ្ឋទេបោះឆ្នោតនៅក្នុងសភាទៅប៉ុន្តែបើសិនជាក្នុងករណីវាចេញច្រកនេះយើងអាចដឹងភ្លាមថាអ្នកដែលអាចមកជានាយករដ្ឋមន្ត្រីប្រហែលជាប្រយុទ្ធច័ន្ទអូឆាឬក៏អនុทินដែលមកពីគណៈបកជាសម្ព័ន្ធភាពរបស់គណៈបកភឿថៃរបស់លោកស្រីផៃថងថានអាហ្នឹងប្រហែលជាអាចលោកប្រយុទ្ធច័ន្ទអូឆាហ្នឹងត្រឡប់មកកាន់អំណាចប៉ុន្តែឥឡូវនេះលោកប្រយុទ្ធច័ន្ទអូឆាមិនមែនមកក្នុងករណីជាកងទ័ពទៀតទេគឺដោយសារតែលោកបានបង្កើតគណៈបកមួយហើយคล้ายទៅជាគណៈបកដែលអាចនឹងមានលទ្ធភាពជាប់ឆ្នោតនៅក្នុងការបោះឆ្នោតក្នុងសភាចំណុចទី3ខ្ញុំមើលទៅដោយសារតែលទ្ធភាពនៅក្នុងការធ្វើរដ្ឋប្រហារហ្នឹងក៏នៅមានលទ្ធភាពខ្ពស់ដែរណាសម្រាប់ប្រជាជនថៃមួយចំនួនជាពិសេសពួកជ្រុលនិយមមួយចំនួនហ្នឹងគឺតែងតែជំរុញឲ្យយោធាហ្នឹងធ្វើរដ្ឋប្រហារព្រោះប្រជាជនថៃហ្នឹងហាក់ដូចជាជឿទៅលើការដឹកនាំរបស់យោធាជាពិសេសក្នុងការការពារទឹកដីក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយបទសម្ភាសន៍ថ្មីជាមួយនឹងអតីតមេគណៈបក Thai Forward គណៈបកឈានមុខរបស់ថៃហ្នឹងគឺពិថាលឹមចរិនរ័ត្នហ្នឹងបាននិយាយថាកងទ័ពហ្នឹងគឺមានមកសម្រាប់តែការពារជាតិទេមិនមែនមានមកសម្រាប់គ្រប់គ្រងជាតិទេណាសម្រាប់គ្រប់គ្រងជាតិទេចឹងហើយក៏ជាសម្ដីមួយដែលមុតស្រួយសម្រាប់ពលរដ្ឋថៃយកទៅពិចារណាដូច្នេះ3ច្រកនេះបើសិនជាក្នុងករណីច្រកទី1គឺអាចយុវជនមកពីគណៈបកប្រជាជនថៃដែលមានពណ៌ទឹកក្រូចហ្នឹងជានាយករដ្ឋមន្ត្រីថ្មី
បើសិនជាក្នុងករណីបោះឆ្នោតក្នុងសភាលោកប្រយុទ្ធក៏អាចមានលទ្ធភាពមកជានាយករដ្ឋមន្ត្រីម្ដងទៀតហើយបើសិនជាធ្វើរដ្ឋប្រហារគឺនាយករដ្ឋមន្ត្រីនឹងអាចមកពីកងទ័ពអញ្ចឹងហើយយើងមើលទំនាក់ទំនងបើសិនជាមកពីក្រមយុវជនថៃដែលមានភាពឆ្លាតវៃនៅក្នុងការដឹកនាំនយោបាយថៃហ្នឹងខ្ញុំគិតថាលទ្ធភាពនៅក្នុងការចរចាហ្នឹងទ្វេភាគីនៅក្នុងការដោះស្រាយចំនួនហ្នឹងអាចទៅរួចអាចបញ្ចប់ចំនួនបានហើយស្មើមុខស្មើមាត់ហើយបើសិនជាក្នុងករណីលោកស្រីផៃថងឋានលាឈប់ហើយបោះឆ្នោតក្នុងសភាហើយលោកប្រយុទ្ធឬក៏នរណាម្នាក់នៅក្នុងគណៈបកសម្ព័ន្ធភាពមកជានាយករដ្ឋមន្ត្រីអាហ្នឹងក៏យើងឃើញថានឹងអាចមានការចរចាងាយដែរងាយជាងមុនក៏ប៉ុន្តែបើក្នុងករណីធ្វើរដ្ឋប្រហារហើយមេតួភូមិភាគ2របស់ថៃคล้ายទៅជានាយករដ្ឋមន្ត្រីអាហ្នឹងចំនួនកម្ពុជាថៃឬក៏ការចរចាទ្វេភាគីណារវាងកម្ពុជានិងថៃហ្នឹងគឺមានភាពតឹងតែងហើយអាចនឹងអូសបន្លាយរយៈពេលវែងនឹងអូសបន្លាយរយៈពេលវែងបិទមុខកញ្ចក់មកវិញត្រឡប់មករឿងលោកតាក់ស៊ីននៅក្នុងសេចក្តីថ្លែងការណ៍ឬនៅក្នុងសន្ទរកថារបស់លោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានេះក្នុងឈុតជាកងទ័ពមានផ្កាយ5លើស្មាផងនោះបានប្រកាសថាថ្ងៃស្អែកនឹងបញ្ចេញណាកិច្ចសន្ទនាឬក៏បង្ហាញនៅអត្តកម្បាំងនៃទំនាក់ទំនងជាង30ឆ្នាំរវាងគ្រួសារតកូលហ៊ុនជាមួយនឹងគ្រួសារឈិនវត្រាឬក៏និយាយឲ្យស្រួលស្ដាប់ថាទំនាក់ទំនងរវាងលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃលោកតាក់ស៊ីនណាលោកតាក់ស៊ីនហើយអ្វីដែលជារឿងដែលគួរឲ្យចាប់អារម្មណ៍នៅខ្ញុំបានស្ដាប់ហ្នឹងគឺបើសិនជាក្នុងករណីសារចេញទៅនេះបង្ហាញថាលោកតាក់ស៊ីនមានពាក្យណាមួយប្រមាថទៅដល់ព្រះមហាក្សត្រថៃពិតមែនជីវិតនយោបាយជីវិតរបស់លោកតាក់ស៊ីននឹងស្លាប់នៅក្នុងគុកនឹងបញ្ចប់នៅក្នុងពន្ធនាគារហើយលោកស្រីផៃថងឋានឬក៏គ្រួសារតកូលតាក់ស៊ីនតកូលឈិនវត្រាទាំងមូលនឹងជួបគ្រោះធំបាទនឹងជួបគ្រោះធំហើយដែរបានខ្ញុំនិយាយដូច្នេះដោយសារអីបើសិនជាក្នុងករណីលោកតាក់ស៊ីនមានការប្រមាថព្រះមហាក្សត្រថៃពិតមែនមាត្រា112ដែលថៃខ្លាចបំផុតណាគឺនឹង2ហើយមានអ្នកជាប់គុកយុវជនថៃហ្នឹងជាប់គុកបញ្ញវន្តថៃមួយចំនួនរត់ភៀសខ្លួនទៅនៅប្រទេសជប៉ុនទៅនៅប្រទេសផ្សេងទៀតហ្នឹងដោយសារតែមាត្រា112នេះឯង112នេះឯងហើយមាត្រា112នេះគឺតាក់ទងទៅនឹងការប្រមាថព្រះមហាក្សត្រហើយការជាប់គុកហ្នឹងសិតតែ20ឆ្នាំ30ឆ្នាំឡើងហើយចឹងហើយបើវ័យលោកតាក់ស៊ីនប៉ុណ្ណេះហើយរកឃើញមានវិរុទ្ធភាពបែបនេះគឺលោកតាក់ស៊ីននឹងប្រកាសណាស់នឹងមិនមានឱកាសនៅក្នុងការមានសេរីភាពហើយអាចនឹងស្លាប់នៅក្នុងពន្ធនាគារនៃជីវិតចុងក្រោយរបស់លោកតាក់ស៊ីនបើឥឡូវយើងពិនិត្យមើលប៉ុណ្ណេះគឺយើងបង្ហាញឲ្យឃើញថាកម្ដៅនយោបាយរវាងកម្ពុជានិងថៃហ្នឹងគឺមិនទាន់ស្រុតកម្ដៅទេមិនទាន់ស្រកទេជាពិសេសនៅពេលដែលលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានទៅព្រះវិហារកាលពីប្រមាណម៉ោងមុននេះបើយើងមើលព្រឹត្តិការណ៍2-3សប្តាហ៍ចុងក្រោយនេះយើងឃើញហើយថាមានការវិវត្តលឿនបងប្អូនក៏ជាអ្នកតាមដាននៃការវិវត្តនៃព្រឹត្តិការណ៍ចំនួនរវាងថៃកម្ពុជាយើងឃើញមានឈានទៅដល់ណាខាងភាគីថៃនឹងបិទព្រំដែនបិទ1ខាងខ្មែរបិទ2ដល់ឥឡូវនេះថៃបិទទាំងអស់អញ្ចឹងតើយើងឃើញថាឡងទៅឡងមកណាបិទតំណែងនាំចេញនាំចូលជាពិសេសប្រេងឥន្ធនៈដែលមានប្រមាណជា29% នៃការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាហើយទំហំសាច់ប្រាក់រហូតដល់ជាង$1000 លានចឹងហើយសិតតែជាផលប៉ះពាល់ក៏ប៉ុន្តែគ្រាន់តែជាផលប៉ះពាល់ទៅដល់អ្នកជំនួញខ្នាតធំប៉ុន្តែអ្នកជំនួញខ្នាតតូចជាពិសេសពួក SME ពលរដ្ឋថៃនៅតាមព្រំដែនដែលរស់ស៊ីព្រឹកល្ងាចជាមួយនឹងពលរដ្ឋខ្មែរហ្នឹងក៏មានផលប៉ះពាល់ដូចគ្នាឥឡូវនេះស្ថានភាពកាន់តែមានភាពតឹងតែងកាន់តែខ្លាំងហើយយើងឃើញថា
ក្រោយពីស្ថានភាពឈានទៅដល់ភាពតឹងតែងខ្លាំងបែបនេះក៏យើងឃើញថារដ្ឋាភិបាលថៃហ្នឹងចេញយុទ្ធសាស្ត្រ5ដែលខ្ញុំបានបង្ហោះនៅក្នុង page របស់ខ្ញុំដែរគឺចេញយុទ្ធសាស្ត្រ5នៅក្នុងការវាយបកក្នុងការវាយបកមកកម្ពុជាទី1អ្វីដែលថៃចេញមកទី1គឺបិទច្រកព្រំដែនទាំងអស់ហ្នឹងឯងឥឡូវយើងឃើញថាបិទច្រកព្រំដែនអស់ហើយពលករខ្មែរហ្នឹងក៏ចាប់ផ្ដើមសម្រុកចេញមកប្រទេសកម្ពុជាវិញយើងឃើញថាបិទនឹងបិទឲ្យតែព្រំដែនជាខាងថៃមាន7ខេត្តអញ្ចឹងបិទទាំងអស់ហើយបិទទី2នេះគឺយុទ្ធសាស្ត្រទី2របស់ថៃយុទ្ធសាស្ត្ររបស់ផៃថងឋានគឺផ្ដាច់អគ្គិសនីអ៊ីនធឺណិតជាពិសេសអ៊ីនធឺណិតដែលប្រព័ន្ធអ៊ីនធឺណិតដែលអូសក្រោមសមុទ្រដែលផ្គត់ផ្គង់បណ្ដាញអ៊ីនធឺណិតនៅក្នុងក្រុងកំពង់សោមណានៅក្នុងយុទ្ធសាស្ត្រទី2នេះក៏មានបញ្ជាក់អំពីការរឹបអូសទ្រព្យសម្បត្តិរបស់មេទ័ពខ្មែរធំហើយនឹងអ្នកជំនួញខ្មែរទាំងឡាយណាដែលផ្ញើលុយនៅក្នុងប្រទេសថៃហើយលុយនេះគឺជាលុយដែលជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មអនឡាញឧក្រិដ្ឋកម្មអនឡាញដូច្នេះហើយយើងឃើញថាថៃនឹងប្រើប្រាស់យន្តការនេះនៅក្នុងការចាត់ការទៅលើមន្ត្រីជាន់ខ្ពស់ដែលផ្ញើលុយនៅក្នុងប្រទេសថៃហើយមិនមែនពលរដ្ឋទាំងអស់ឲ្យតែផ្ញើលុយពលរដ្ឋខ្មែរដែលផ្ញើលុយប្រទេសថៃត្រូវថៃរឹបអូសទេមិនមែនមានន័យថាអញ្ចឹងទេក៏ប៉ុន្តែលុយទាំងឡាយណាដែលត្រូវបានថៃពិនិត្យឃើញថាមានជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មអនឡាញកាស៊ីណូជាដើមឡាហ្នឹងគឺថៃត្រៀមនៅក្នុងការរឹបអូសទ្រព្យសម្បត្តិរឹបអូសលុយទាំងនោះយកទៅដាក់នៅក្នុងរដ្ឋរបស់ថៃចំណុចយុទ្ធសាស្ត្រទី3ដែលលោកស្រីផៃថងឋានដាក់មកដើម្បីវាយបកមកកម្ពុជាដែរហ្នឹងគឺការប្រជុំផ្គត់ផ្គង់ប្រេងប៉ុន្តែក៏នៅកម្ពុជាបានប្រកាសមុនប៉ុន្តែថៃក៏បានយកដាក់ចូលនៅក្នុងយុទ្ធសាស្ត្រហ្នឹងដែរចំណុចទី4គឺអានេះសម្រាប់ពលរដ្ឋថៃហើយនិង SME អ្នកជំនួញខ្នាតតូចនិងមធ្យមនៅតាមព្រំដែនរបស់ថៃហ្នឹងគឺរដ្ឋាភិបាលលោកស្រីផៃថងឋានបានត្រៀមថវិកាយើងអត់ទាន់បានដឹងចំនួនប៉ុណ្ណាទេប៉ុន្តែត្រៀមថវិកានៅក្នុងការដើម្បីដោះស្រាយជូនទៅដល់ពលរដ្ឋដែលរងប៉ះពាល់ទៅនៅក្នុងការបិទព្រំដែនឬក៏ចំនួនកម្ពុជាថៃអ្វីដែលជាចំណុចចុងក្រោយហ្នឹងគឺលោកស្រីផៃថងឋានបានជ្រើសរើសយុទ្ធសាស្ត្រនៅក្នុងការប្រកាសទៅដល់អន្តរជាតិថាប្រទេសថៃស្វាគមន៍អន្តរជាតិនៅក្នុងការធ្វើជាម្ចាស់ផ្ទះឬក៏ធ្វើជាមជ្ឈមណ្ឌលកណ្ដាលនៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅក្នុងតំបន់អាស៊ានទាំងមូលនៅក្នុងតំបន់អាស៊ានទាំងមូលតាមពិតទៅចំណុចត្រង់នេះយើងសង្កេតឃើញថាថៃក៏ជាប្រទេសមួយដែលត្រូវបានគេរកឃើញថាជាប្រភពនៅក្នុងការមានឧក្រិដ្ឋកម្មអនឡាញច្រើនដែរក៏ប៉ុន្តែអ្វីដែលជាយុទ្ធសាស្ត្រទាំងអស់នេះគឺជាយុទ្ធសាស្ត្រដែលវាយបកមកកម្ពុជាដើម្បីមានចេតនាធំបំផុតហ្នឹងគឺការសំអុយគេឈ្មោះកម្ពុជានៅក្នុងលំដាប់អន្តរជាតិនៅក្នុងវេទិកាអន្តរជាតិហើយយើងឃើញថាអ្វីដែលថៃប្រើប្រាស់នៅក្នុងការសម្រេចចិត្តបង្កើតយុទ្ធសាស្ត្រនេះគឺយោងទៅតាមរបាយការណ៍របស់អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard យោងទៅតាមរបាយការណ៍របស់ UNODC ហើយនឹងយោងទៅតាមរបាយការណ៍មួយចំនួនទៀតដែលខ្លួនបានជឿជាក់ទៅលើរបាយការណ៍ទាំងនោះសរុបមកវិញខ្ញុំឃើញថាការវាយតម្លៃយុទ្ធសាស្ត្ររបស់ខ្ញុំទៅលើយុទ្ធសាស្ត្រទាំង5ដែលលោកស្រីផៃថងឋានបានដាក់មកសម្រាប់វាយបកកម្ពុជានេះខ្ញុំមើលទៅគឺអត់ទាន់មានប្រសិទ្ធភាពសោះតែម្ដងហើយដែរបានខ្ញុំហ៊ានធ្វើការសន្និដ្ឋានបែបនេះអ្វីដែលសំខាន់គឺយើងឃើញថាមូលដ្ឋាននៅក្នុងការចេញយុទ្ធសាស្ត្រនេះគឺពឹងពាក់ទៅលើព័ត៌មានរបស់អ្នកវិភាគតាមទូរទស្សន៍ឈានទៅដល់អាចជឿទៅលើពួក MMO អីផងមើលទៅព្រោះមើលទៅព័ត៌មានដែលថៃទទួលបាននេះគឺហាក់ដូចជាអត់ស្គាល់កម្ពុជាតតែសោះអត់ស្គាល់
អត់ស្គាល់ស្ថានភាពកម្ពុជាទាល់តែសោះហើយព័ត៌មានដែលថៃទទួលបាននេះគឺជាព័ត៌មានដែលធ្វើការសម្រេចចិត្តដោយការប្រមាថដោយមានចរិតមាក់ងាយកម្ពុជាបើសិនជាថៃចេញយុទ្ធសាស្ត្របែបនេះកាលពីទសវត្សរ៍ឆ្នាំ1980 85 90អានឹងត្រូវហើយប៉ុន្តែថៃចេញយុទ្ធសាស្ត្រពេលនេះគឺហាក់ដូចជាខ្លួនអត់ស្គាល់កម្ពុជាអត់ដឹងព័ត៌មានច្បាស់លាស់កម្ពុជាទាំងបញ្ញវន្តដែលចេញមកនិយាយតាមទូរទស្សន៍នឹងទាំងកងទ័ពថៃទាំងរដ្ឋាភិបាលថៃទាំងពលរដ្ឋថៃទាំងមន្ត្រីរាជការថៃជាដើមឡើងអ្នកខ្លះហ្នឹងពលរដ្ឋថៃមួយចំនួនជាពិសេសពួក MMO ដែលជាអ្នកមានឥទ្ធិពល influencer នៅក្នុងបណ្ដាញសង្គមមួយចំនួនហ្នឹងអ្នកខ្លះនៅប្រើពាក្យបើសិនជាក្នុងករណីថៃបិទតែ3ខែខ្មែរលែងមានស្អីប៊ីចេងរត់ឌីស៊ីហើយមើលទៅហើយជាអស់មានមហូបអីឆ្នាំដុសធ្មេញអីដុសធ្មេញហើយណែនៅគិតអញ្ចឹងម្ល៉េះមានអ្នកស្នេហាជាតិនៅកណ្ដាលក្រុងមួយចំនួនពួកជ្រុលនិយមមួយចំនួននោះណាដំបូងឡើយហ្នឹងគឺជំរុញឲ្យកងទ័ពថៃហ្នឹងវាយចូលភ្នំពេញណាវាយយកក្រុងភ្នំពេញបណ្ដោយទៅប្រទេសប៉ុណ្ណឹងកងទ័ពថៃក៏ខ្លាំងជាងសភាវុធហ្នឹងក៏សិតតែទិញពីអាមេរិកថ្មីមកផងប៉ុន្តែដល់ពេលឃើញអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនទៅព្រះវិហារស្លៀកពាក់ឈុតកងទ័ពទៅលើកទឹកចិត្តកងទ័ពឲ្យត្រៀមនៅក្នុងការប្រយុទ្ធស្រាប់តែពួកអ្នកស្នេហាជាតិកណ្ដាលក្រុងបង្កហ្នឹងបែរជាចេញមកនិយាយថាអូយើងធ្វើម៉េចកុំឲ្យកងទ័ពថៃហ្នឹងចាញ់បោកហ៊ុនសែនកុំឲ្យកងទ័ពថៃហ្នឹងចាញ់បញ្យុហ៊ុនសែនកុំធ្វើសង្គ្រាមជាមួយខ្មែរដល់អញ្ចឹងទៅវាឃើញវាព័ត៌មាននៅក្នុងប្រទេសថៃហ្នឹងធ្វើឲ្យមានការច្បូកច្បល់ហើយបើសិនជាអ្នកនយោបាយថៃប្រើប្រាស់ព័ត៌មានទាំងនោះនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តណាដោយមិនស្គាល់កម្ពុជាច្បាស់អានឹងគ្រោះថ្នាក់ហើយយើងឃើញហើយថាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាខ្ញុំនិយាយបែបនេះគឺយើងត្រូវទទួលស្គាល់ហើយថាជាយុទ្ធសាស្ត្រចាក់បំបែកណាប្រើបើខ្ញុំហៅថាកន្លងមកយើងស្គាល់តែយុទ្ធសាស្ត្រ defeat ទេបំបែកដើម្បីគ្រប់គ្រងប៉ុន្តែយុទ្ធសាស្ត្រ defeat លើកនេះប្រើរបៀបជា hybrid បងប្អូនអ្នកប្រើឡាន hybrid ដឹងហើយប្រើទាំងអាគុយប្រើទាំងសាំងយុទ្ធសាស្ត្រក៏មាន hybrid ដែរណាក៏មាន hybrid ដែរនាំរឿងតំបន់ទាំង4ចំនួនកម្ពុជាជាប្រភពចំនួនរវាងកម្ពុជានិងថៃទៅឲ្យអន្តរជាតិធ្វើការទៅតុលាការ ICJ អត់និយាយរឿងចំនួនព្រំដែនណាទន្ទឹមនឹងនោះយុទ្ធសាស្ត្រមួយទៀតប្រើទាំងអន្តរជាតិប្រើទាំងយុទ្ធសាស្ត្រនៅក្នុងស្រុកណាបំបែកសារទោះបីជាលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីមិនទទួលស្គាល់ថាសារហ្នឹងគាត់បំបែកគាត់ថាមានអ្នកដែលគាត់ផ្ញើទៅនឹង80នាក់ក្នុងចំណោម80ហ្នឹងមានអ្នកទម្លាយសារហ្នឹងដោយសារស្អប់ថៃជាដើមប៉ុន្តែឥឡូវនេះគាត់ប្រកាសខ្លួនឯងថាគាត់នឹងទម្លាយសារនៃកិច្ចសន្ទនានៅក្នុងការរាប់អានគ្នារវាងលោកតាស៊ីនហើយនឹងគាត់ហើយបើសិនជាសារនឹងទម្លាយមែនហើយមានពាក់ព័ន្ធទៅនឹងការប្រមាថព្រះមហាក្សត្រចប់ហើយចប់គ្រួសារតកូលឈិនវត្រាហ្នឹងគឺចប់តែម្ដងដូច្នេះយើងឃើញថាយុទ្ធសាស្ត្រ defeat ដែលមានលក្ខណៈ hybrid បែបនេះណាគឺទៅបំបែកចាក់បំបែកអ្នកនយោបាយថៃហើយអំឡុងពេលដែលអ្នកនយោបាយថៃខ្លួនឯងអត់ស្គាល់កម្ពុជាច្បាស់យកតែព័ត៌មានចាស់របស់កម្ពុជាឬជួនកាលហ្នឹងមើលពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃហ្នឹងយកមកធ្វើការសន្និដ្ឋានដល់ពួកនេះប្រហែលអន់ដល់ហើយមើលទៅបើថាវាក្រាន់បើអញ្ចឹងវាមិនមែនកូនចៅវា2លានអ្នកមកធ្វើការនៅក្នុងប្រទេសថៃទេក្នុងចំណុចត្រង់នេះការប្រមាថរបស់ពលរដ្ឋថៃឬក៏ការប្រមាថរបស់ជនជាតិថៃមកកម្ពុជាហ្នឹងវាកើតឡើងជាប្រវត្តិសាស្ត្រ
การឡើងជាប្រវត្តិសាស្ត្រខ្លួនខ្ញុំផ្ទាល់អាហ្នឹងបើវងកញ្ចក់ខ្លួនឯងតិចថាកាលពីខ្ញុំទទួលអាហារូបករណ៍ដំបូងកាលពីឆ្នាំ2004ណាទៅរៀននៅប្រទេសថៃនៅសាកលវិទ្យាល័យจุฬាលង្កនណ៍សាកលវិទ្យាល័យจุฬាលង្កនណ៍បងប្អូនខ្មែរតែដឹងហើយជាសាកលវិទ្យាល័យដែលល្បីជាងគេហើយសិតតែជាកូនសេដ្ឋីហើយតើរៀនបកែទៀតបានចូលរៀនបានណារៀនមិនបកែមានលុយក៏ចូលរៀនអត់បានដែរចូលរៀនអត់បានដែរខ្ញុំទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សាគេហៅពេលនោះកម្មវិធីគឺ Southeast Asian Study Program ដែលមាននិស្សិតមកពីបណ្ដាប្រទេសផ្សេងមានមកពីសិង្ហបុរីម៉ាឡេស៊ីភូមាខ្មែរខ្ញុំកាលនោះចំនួនខ្ញុំចំនួនទី1ហើយចំនួនទី2បាទចំនួនទី1មានម្នាក់ចំនួនទី2មានប្រុសមួយស្រីមួយខ្ញុំមួយក្នុងចំណោម2នាក់នោះដែរខ្ញុំទៅដល់សាលាដំបូងសន្តិសុខអត់ឲ្យឡើងសាលាទេអត់ឲ្យឡើងអាគារដោយសារកាលនោះយើងខ្ញុំចេញពីមុននឹងជាប់អាហារូបករណ៍ហ្នឹងក៏ទទួលគម្រោងស្រាវជ្រាវមួយជា research assistant របស់សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកខ្ញុំមិនបញ្ចេញឈ្មោះគាត់ទេធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពនៅការរស់នៅនិងផលប៉ះពាល់នៅតំបន់ជុំវិញបឹងទន្លេសាបអញ្ចឹងរយៈពេល3ខែមុននឹងទៅរៀនអាហារូបករណ៍ហ្នឹងគឺជិះម៉ូតូ3ខែហ្នឹងជាមួយគាត់ដែរជាមួយអ្នកស្រាវជ្រាវអាមេរិកកាំងម្នាក់នោះអញ្ចឹងទៅអាយើងហ្នឹងវាខ្មៅស្រាច់ផងបូកជាមួយនឹងអាជីកណ្ដាលថ្ងៃហ្នឹង3ខែផងនៅជុំវិញបឹងទន្លេសាបហ្នឹងខែប្រាំងទៅដល់ថៃនោះគេអត់ឲ្យឡើងសាលាគេអត់ឲ្យឡើងថ្នាក់រៀនសន្តិសុខហ្នឹងអត់ឲ្យឡើងឃើញខ្ញុំហ្នឹងវាដូចថាមិនសមជានិស្សិតដែលទៅរៀននៅសាកលវិទ្យាល័យจุฬាលង្កនទេណាតើខ្ញុំទេទៅគ្រូហើយគ្រូចុះមកយកបានគេឲ្យចូលទៅប៉ុន្តែកាលនោះខ្ញុំមិនគិតថាជាការប្រមាថអីទេព្រោះយើងគិតថាប្រហែលជារឿងសន្តិសុខគេមិនចង់ឲ្យវាត្រូវការពារព្រោះយើងមិនដែលទៅរៀនសាលាល្បីនឹងផងហើយយើងគិតថាប្រហែលជាសន្តិសុខអីតឹងរឹងហើយមកទៅអាហ្នឹងម្ដងទៅចូលទៅរៀនបានមួយឆមាសចូលឆមាសទី2ណាគ្រូមួយដែលជាប់ខ្សែរាជវង្សថៃផងគាត់ចាប់ផ្ដើមបង្រៀនមកគាត់និយាយអំពីប្រវត្តិសាស្ត្រចុះឡើងទៅហើយគាត់និយាយអំពីរឿងប្រព័ន្ធរាជានិយមនៅក្នុងតំបន់អាស៊ានហ្នឹងវាវិវត្តយ៉ាងម៉េចការធ្លាក់ចុះនៃរាជានិយមអីយ៉ាងម៉េចហ្នឹងគឺបង្រៀនល្អណាស់តាំងពីដើមដល់ចប់ហ្នឹងប៉ុន្តែនៅក្នុងម៉ោងចុងក្រោយហ្នឹងមកតាក់ទងទៅនឹងសួររឿងព្រះមហាក្សត្រខ្មែរហ្នឹងអត់មានព្រះអគ្គមហាសីអីហ្នឹងថាជាប្រុសពិតប្រកបអីខ្ញុំគិតថាទេគ្រូនេះមិនចេះខ្ញុំក៏និយាយប្រាប់គាត់ថាលោកគ្រូបរៀនរឿងរាជានិយមត្រូវហើយប៉ុន្តែគាត់ថាបើសិនជាឈានទៅដល់ការនិយាយអំពីរឿងបុគ្គលឬក៏និយាយប៉ះពាល់ទៅដល់ព្រះមហាក្សត្ររបស់ខ្ញុំហ្នឹងអាហ្នឹងដូចមិនសូវត្រូវទេដឹងណាដូចមិនសូវត្រូវទេដឹងខ្ញុំហ្នឹងក៏ដឹងរឿងព្រះមហាក្សត្រថៃហ្នឹងមិនតិចដែរទេណាខ្ញុំក៏និយាយដាក់គាត់អញ្ចឹងណាគាត់ក៏ឈប់ទៅណាគាត់ក៏ឈប់ទៅអញ្ចឹងហើយមានរឿងច្រើនទៀតបាទមានរឿងច្រើនទៀតការរស់នៅហ្នឹងក៏យើងឃើញថាឲ្យតែលឺតែខ្មែរហ្នឹងគឺបើចំនួន2003 2004ហ្នឹងមិនសូវជាស្រួលប្រហែលទេណាមិនសូវជាស្រួលប្រហែលទេអញ្ចឹងហើយខ្ញុំមើលឃើញថានេះជាបើកវងកញ្ចក់រឿងខ្លួនឯងបន្តិចទេណាបើកវងកញ្ចក់រឿងខ្លួនឯងបន្តិចទេមានន័យថាការមាក់ងាយក្នុងចិត្តរបស់ពលរដ្ឋថៃទាំងពួកឋានៈទាបឋានៈកណ្ដាលឋានៈខ្ពស់បើនិយាយនៅក្នុងសាលានៅក្នុងសាកលវិទ្យាល័យจุฬាលង្កនណ៍ហ្នឹងគឺសិតតែអ្នកគេរាប់ថាជាពួកអភិជនដែរបានអាចចូលទៅរៀននៅក្នុងសាលានឹងបានសិស្សកូនអភិជនហើយគ្រូហ្នឹងក៏សិតតែជាអភិជនទៅទៀតសិតតែខ្សែរាជវង្សសិតតែជាអ្នកដែលចេះដឹងចប់ពីអង់គ្លេសចប់ពីអីមកបានអាចធ្វើជាគ្រូបង្រៀននៅសាកលវិទ្យាល័យจุฬាលង្កនណ៍បានណាហើយខ្ញុំក៏ចេះតែប្រឹងទៅរហូតទៅដល់ចប់អាហារូបករណ៍ចប់
ថ្នាក់អនុបណ្ឌិតហ្នឹងក៏ត្រឡប់ទៅរៀនថ្នាក់បណ្ឌិតហើយចុងក្រោយហ្នឹងគឺត្រឡប់ទៅធ្វើជាអ្នកសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យจุฬาលង្កនណាអំឡុងឆ្នាំ2022គឺធ្វើ postdoctoral research fellow កាលនោះចឹងហើយយើងខ្ញុំស្គាល់សង្គមថៃខ្ញុំរស់នៅធ្វើការសិក្សាស្រាវជ្រាវទំនាក់ទំនងជាមួយជនជាតិថៃហ្នឹងសម្រាប់ខ្ញុំស្គាល់ថៃតាំងពីក្រោមដល់លើខ្ញុំធ្វើស្រាវជ្រាវជាមួយនឹងពលរដ្ឋថៃនៅអ៊ីសានណាខ្ញុំទំនាក់ទំនងជាមួយនឹងសាស្ត្រាចារ្យពួកអភិជនថៃណាមានទាហានថៃហ្នឹងក៏ធ្លាប់ជាកូនសិស្សរបស់ខ្ញុំពួកខ្ញុំត្រូវបង្រៀននៅសាកលវិទ្យាល័យថៃណាជា guest ជា special lecture ជាគ្រូបង្រៀនពិសេសខ្លះទៅជាបង្រៀនតាមការអញ្ជើញខ្លះចឹងទៅអញ្ចឹងខ្ញុំស្គាល់អេរយាប័តនិយាយបែបនេះមិនមែនមានន័យថាឲ្យយើងប្រឆេះកំហឹងដើម្បីឲ្យខឹងពលរដ្ឋថៃណាប៉ុន្តែយើងគួរតែអាណិតពួកគាត់អាណិតត្រង់ថាអាព័ត៌មានដែលគាត់ទទួលបានដើម្បីមកធ្វើការវាយតម្លៃកម្ពុជាហ្នឹងគឺពឹងទៅលើព័ត៌មានចាស់ពឹងទៅលើរូបរាងរបស់ពលរដ្ឋដែលទៅធ្វើជាកម្មករណាពឹងទៅលើទិន្នន័យសភៅប្រវត្តិសាស្ត្រចាស់ដែលពួកជាតិនិយមជ្រុលពួកកងទ័ពពួកព្រះមហាក្សត្រថៃចំនួនមុនសរសេរណាមានគ្រូបង្រៀនសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យจุฬาលង្កនហ្នឹងខ្ញុំភ្លេចឈ្មោះគាត់ហើយគាត់និយាយផ្ទាល់តែម្ដងគាត់អត់ចង់ឲ្យកូនគាត់រៀននៅក្នុងសាកលវិទ្យាល័យឬក៏សាលាថៃទេព្រោះអ្វីដែលគាត់បារម្ភបំផុតមិនមែនរឿងបច្ចេកទេសទេគឺគាត់បារម្ភក្រែងលោកូនគាត់នឹងត្រូវបានលៀងខួរក្បាលដោយប្រវត្តិសាស្ត្រថៃព្រោះសភៅប្រវត្តិសាស្ត្រថៃហ្នឹងគឺរៀនចប់ហើយគ្មានបានមិត្តទេរៀនចប់ហ្នឹងគឺអាណាក៏ជាសត្រូវរបស់ថៃដែរចោតភូមិមាថាវាយអយុធ្យាយកមាសយកពេជ្រទៅអស់ណានិយាយដាក់ឡាវហ្នឹងឡាវทั้งពួកហ្នឹងសើពួក backward ពួកខ្ជិលណាដើរមួយណាថាខ្មែរហ្នឹងជាពួកដែលពិបាកទុកចិត្តណាមានមន្តអាគមហើយខ្ញុំទៅរៀនហ្នឹងក៏ពេលខ្លះអ្នកខ្លះមកសួររកខ្សែកថាទៀតឃើញមុខខ្ញុំអញ្ចឹងប្រហែលជាអាចគិតថាខ្ញុំហ្នឹងមានបារមីឯងមើលទៅវាអញ្ចឹងទៅចោតយួនហ្នឹងប្រភេទពពួកជនជាតិស៊ីឆ្កែអញ្ចឹងទៅហើយបើអញ្ចឹងទេបើសិនជារៀនចប់ពលរដ្ឋថៃទាំងអស់រៀនប្រវត្តិសាស្ត្រចប់រៀនតាមអាសភៅប្រវត្តិសាស្ត្រហ្នឹងគឺអ្នកជិតខាងសិតតែជាសត្រូវរបស់ខ្លួនអាការកសាងជាតិនិយមណាលោកគ្រូ Benedict Anderson បើអ្នកណាដែលបានរៀនដែលបានអានសភៅរបស់គាត់មួយឈ្មោះ Beyond the Nationalism គាត់និយាយអំពីរឿងជាតិនិយមហួសព្រំដែនណាគឺទាល់ទៅសកត់ជនជាតិផ្សេងហើយចេញមុខខ្លួនឯងអាហ្នឹងបានធ្វើឲ្យជនជាតិហ្នឹងវាមោទនភាពអានេះប្រភេទដូចថាបើនិយាយភាសានៅស្រុកថាជាជាតិនិយមបែបជន់ក្បាលអ្នកដតីចេញមុខជន់ក្បាលអ្នកដតីចេញមុខដើម្បីឲ្យកូនខ្លួនឯងហ្នឹងមើលឃើញថាខ្លួនឯងហ្នឹងវាគ្រាន់បើថៃស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងបងប្អូនការទទួលព័ត៌មានចាស់ការទទួលព័ត៌មានខុសវាតម្លៃស្ថានភាពខុសតាំងពីដើមទីមកវាតម្លៃកម្ពុជាអត់ត្រូវចឹងហើយនៅពេលដែលចេញយុទ្ធសាស្ត្រដើម្បីវាយបកមកកម្ពុជាវាអត់ត្រូវនិយាយចឹងមិនមែនឲ្យថៃនឹងចេញយុទ្ធសាស្ត្រត្រូវដើម្បីមកចាត់ការកម្ពុជាទេប៉ុន្តែបើខ្ញុំទៅមើលយុទ្ធសាស្ត្រទាំង5របស់ផៃថងឋាននៅក្នុងការឆ្លើយតបជាមួយនឹងកម្ពុជាហ្នឹងគឺហាក់ដូចជាទទួលបានព័ត៌មានអត់ពិតខណៈដែលកម្ពុជាស្គាល់ថៃដោយបាត់ដៃស្គាល់ឈ្មោះអ្នកនយោបាយថៃស្គាល់ចរិតអ្នកនយោបាយម្នាក់អស់ណាស្គាល់អស់ហើយជាពិសេសតំណែងតំណងតាក់ស៊ីនជាមួយនឹងហ៊ុនសែនហ្នឹងគឺស្គាល់អស់ចឹងហើយកម្ពុជាដឹងសឹងតែដឹងថាថៃដើរកាឡាណាក្នុងគណៈដែលថៃហ្នឹងប្រព័ន្ធនយោបាយថៃហ្នឹងមានភាពទុនខ្សោយផងផុយស្រួយផងអំណាចត្រូវបានពុះជាពីរផង
រដ្ឋាភិបាលភ័យថងឋានអត់មានអីត្រូវបញ្ជាកងទ័ពបានទេចង់បញ្ចប់ទៅជំរាបសួរមេទ័ពភូមិភាគ2ហ្នឹងមិនទាន់បានជំរាបសួរមេទ័ពជើងគោកផងណាគណៈចរចាបែកធ្លាយសម្លេងជាមួយនឹងនាយករដ្ឋមន្ត្រីថៃជាមួយនឹងប្រធានព្រឹទ្ធសភាខ្មែរហ្នឹងគឺត្រូវតាក់ទងទូរស័ព្ទទៅមេទ័ពភូមិភាគ2ហ្នឹងសុំទោសភ្លាមហ្នឹងគ្រាន់តែមេភូមិភាគ1ផងដែលត្រូវនាយករដ្ឋមន្ត្រីបារម្ភប៉ុណ្ណឹងហើយចុះរំងមេតបជើងគោកថៃទៅទៀតចឹងហើយអំណាចដែលមានការពុះបែកជាពីរបែបនេះគឺដូចគោកែងនឹមចឹងពជាកម្លាំងអត់បានទេរដ្ឋាភិបាលពជាកងទ័ពអត់បានណាញ៉ៃញ៉ៃមួយកងទ័ពធ្វើរដ្ឋប្រហារទៀតឥឡូវហើយព្រោះប្រជាជនមួយចំនួនធំជាពិសេសពួកអាវលឿងដែលជាពួករាជានិយមជ្រុលនៅតែជំរុញឲ្យកងទ័ពមកគ្រប់គ្រងប្រទេសចឹងពួកហ្នឹងប៉ុន្តែពួកហ្នឹងភាគច្រើនគេហៅពួកអ្នកស្នេហាជាតិកណ្ដាលទីក្រុងឡូឡាបាននៅតែម្ដុំអនុស្សាវរីយ៍ឆៃសមរភូមិណាអនុស្សាវរីយ៍ឡូឡាបានតែម្ដុំសនามលួងអីហ្នឹងទេឡូឡាតែម្ដុំហ្នឹងឲ្យមកព្រំដែនហ្នឹងមូសខាំអត់ហ៊ានមកខ្លាចមូសខាំអាហ្នឹងគេហៅអ្នកស្នេហាជាតិកណ្ដាលទីក្រុងខ្មែរយើងក៏មានដែរខ្មែរយើងជំរុញឲ្យមានការធ្វើសង្គ្រាមអីជាដើមណាបងប្អូនត្រូវដឹងថាយើងខ្ញុំកើតមិនទាន់ទេសង្គ្រាមខ្ញុំកើតកតុយសង្គ្រាមទេខ្ញុំកៅក្មេងសម័យក្របផ្លោងប៉ុន្តែក្របផ្លោងហ្នឹងក៏ឪពុកខ្ញុំបោះខ្ញុំចូលក្នុងត្រង់សេហ្នឹងក៏ច្រើនដងដែរហើយបោះត្រង់ណាដល់វាបោះញឹកទៅបោះត្រង់បងប្អូនបោះលិចចូលក្នុងត្រង់សេពួកក្របផ្លោងផោះយួនកាលនោះខ្ញុំរត់គ្រួសារខ្ញុំរត់ទៅជំរុំជាដែនអារសជាតិអស់ហ្នឹងនឹងនៅក្មេងៗផងចឹងហើយសង្គ្រាមមិនមែនជាជំរើសទេក៏ប៉ុន្តែកងទ័ពក៏ត្រូវតែត្រៀមខ្ញុំគ្រប់គ្រងទៅលើការត្រៀមខ្លួនរបស់កងទ័ពក្នុងករណីចាំបាច់ទី1ណាជាសម្រាប់ខ្ញុំមើលថាឥឡូវហ្នឹងហាក់ដូចជាដើរឆ្ងាយចេញពីរឿងប្រាសាទតាមាន់តាកបីបន្តិចហើយក៏ប៉ុន្តែឥឡូវនេះយើងឃើញថាកម្ពុជាមិនមែនតែរឿងជាការសន្និដ្ឋានកម្ពុជាមិនមែនតែរឿងទៀមទាប្រាសាទតាមាន់តាកបីទេឥឡូវនេះកម្ពុជាកំពុងតែរំដោះខ្លួនចេញពីអាណានិគមប្រទេសថៃណាអាណានិគមសម័យទំនើបបងប្អូនមិនមែនអាណានិគមសម័យមុនត្រូវបញ្ជូនមេដឹកនាំថៃមកគ្រប់គ្រងទេមិនមែនអាណានិគមសម័យក្រោយសម័យអង្គរដែលថៃមានបញ្ជូនស្ដេចថៃមកគ្រប់គ្រងខ្មែរសម័យឧដុង្គសម័យលង្វែកហ្នឹងមិនមែនមានន័យចឹងគេហៅ neo colonialism ហ្នឹងគឺអាណានិគមសេដ្ឋកិច្ចណាហើយថៃច្រឡំអានោះច្រឡំគិតតែខ្លួនឯងហ្នឹងមានសេដ្ឋកិច្ចធំជាងអីជាងហ្នឹងក៏ចង់គួបផ្សំជាមួយនឹងអាទិន្នន័យចំណេះដឹងដែលខ្លួនមានហ្នឹងវាជាព័ត៌មានចាស់ផងបូកជាមួយនឹងអាចរិតមាក់ងាយប្រមាថជនជាតិជុំវិញខ្លួនផងដោយសារប្រវត្តិសាស្ត្រចាស់ហ្នឹងអញ្ចឹងធ្វើឲ្យថៃហ្នឹងធ្វើការសម្រេចចិត្តនយោបាយមិនសូវត្រឹមត្រូវមើលងាយអ្នកជិតខាងអញ្ចឹងហើយលើកនេះខ្ញុំមើលទៅជាមេរៀនមួយសម្រាប់ជនជាតិថៃដែលថាកម្ពុជាអត់មានអីត្រូវពឹងដង្ហើមសេដ្ឋកិច្ចថៃទេណាប៉ុន្តែសម្រាប់ខ្ញុំមើលឆ្ងាយទៅមុខតែបើសិនជាកម្ពុជាអាចធ្វើអញ្ចឹងជាមួយវៀតណាមបានណាធ្វើអញ្ចឹងជាមួយវៀតណាមបានកាន់តែល្អប៉ុន្តែកុំធ្វើទន្ទឹមគ្នា